អរុនសួស្ដីពុកម៉ែបងប្អូនពេលព្រឹកព្រឹកមិញខ្ញុំដៃថៅខែកាត់ក៏បានខលមកខ្ញុំទាំងព្រឹកព្រលឹមកាត់ក៏បានប្រាប់ខ្ញុំផ្ដាំខ្ញុំថាខ្លួនឯងញ៉ាំបាយរួចខ្លួនឯងចាំកាត់ស្អំហើយនឹងកាត់ចេកឲ្យម៉ែផងព្រោះឯនេះដៃថៅខែកាត់បានឲ្យកូនចៅកាត់ទាំងអស់ហៅកាត់ខ្ញុំដៃហើយខ្ញុំនឹងបងក្រោយពីញ៉ាំបាយរួចខ្ញុំក៏បាននាំគ្នាមកកាត់ស្អំកាត់អីរួមមើលកាត់ចេកឲ្យកាត់ព្រោះអីម្សិលមិញកូនស្រីរបស់គាត់គឺបានមកពីតាមខេត្តគាត់មកពីតាមខេត្តពុកម៉ែបងប្អូនគាត់មកពីតាមខេត្តទៅញ៉ាំដៃរបស់ថៅកែគាត់ក៏បានឲ្យខ្ញុំរកបន្លែបន្លុកដែលនៅចង្ការគាត់ដាំគាត់ឲ្យខ្ញុំរកកាត់ចេកកាត់ស្អំទុកដាក់ឲ្យគាត់ព្រោះញ៉ាំដៃរបស់ថៅកែគាត់អាយុច្រើនហើយពេលគាត់ត្រូវការអ្វីគាត់តែងតែខលមកប្រាប់ខ្ញុំទៅខ្ញុំក៏បានរៀបចំរកទុកដាក់ឲ្យគាត់ហើយចំពោះនៅចំការតកែរបស់ខ្ញុំគឺពុកម៉ែបងប្អូនគ្រប់ពេលព្រឹកអញ្ចឹងគឺស្រស់ស្រាយមែនទែនបូកនឹងធម្មជាតិនឹងសត្វព្រៃយំមិនរងាវមិនព្រៃទេពុកម៉ែបងប្អូនព្រោះនៅផ្ទះតកែរបស់ខ្ញុំគឺសម្បូរមិនព្រៃមិនអីហើយទេសភាពក៏ស្អាតបងក៏គិតរៀបចំកាត់ចេកមើលចេកណាដែលចាស់កាត់យកទៅឲ្យគិតទៅយងចេកក៏ច្រើននៅទីនេះពុកម៉ែបងប្អូនហើយបូកនឹងអាកាសធាតុល្អពេលព្រឹកអញ្ចឹងគឺវាមេឃវាបែកផ្សេងមេឃចុះអាប់តែងតែបើថាភ្លៀងខ្លាំងគឺមេឃចុះអាប់ខ្លាំងមែនទែនពុកម៉ែបងប្អូនហើយទេសភាពនៅផ្ទះកើតស្រស់ស្រាយសម្បូរសត្វព្រៃសម្បូរមិនព្រៃសម្បូរសត្វគ្រប់យ៉ាងពុកម៉ែបងប្អូនគឺស្រស់ស្រាយមែនទែនការរស់នៅទីនេះគឺធ្វើឲ្យយើងក៏សុខភាពល្អផងដែរព្រោះអីខ្ញុំគឺថៅកែក៏តែងតែនិយាយថាគឺខ្លួនឯងមានសំណាងមានបានមករស់នៅទីនេះព្រោះឯនៅទីនេះគឺអាកាសធាតុល្អហើយបងគាត់ក៏បានរៀបចំកាត់ចេកជាស្និតព្រោះកាត់ចេកជាស្និតយើងអត់មានចេះតែកាត់ផ្ដេសផ្ដាស់ទេពុកម៉ែបងប្អូនថៅកែស្រីរបស់ខ្ញុំគាត់ជាមនុស្សស្អាតហើយគាត់ជាអ្នកមានណាពុកម៉ែបងប្អូនគឺគាត់ត្រូវការអ្វីដែលស្អាតសម្បីតែចេកយើងអត់មានបណ្ដួលចេកដូចយើងកាត់ជាស្និតទេពុកម៉ែបងប្អូនយើងត្រូវបញ្ឈរដូចយើងកាត់ជាស្និតចឹងឯងពុកម៉ែបងប្អូនសម្បីតែកាត់គឺកាត់ឲ្យស្អាតហើយយើងកាត់រួចយើងក៏រៀបចំមកដូចជាយកចេកទៅលាងដែលចំពោះខ្ញុំរៀបចំស្អំទុកដាក់ឲ្យស្អាតតែម្ដងដែរហើយខ្ញុំក៏បានវេចខ្ចប់ឲ្យគាត់ស្អាតដាក់ស្លឹកចេកវេចខ្ចប់ដាក់កស៊ូកងចង់កស៊ូកងស្ចង់អីអត់មានចេះតែបេះម៉ូយកទៅឲ្យគាត់ប្រេះប្រដោះទេគឺខ្ញុំយល់ពីអារម្មណ៍តកែស្រីរបស់ខ្ញុំគឺគាត់នេះគាត់ស្អាតខ្ញុំក៏ធ្វើឲ្យស្អាតឲ្យគាត់ផងដែរមិនបាច់គាត់ធ្វើពីរដងខ្ញុំវេចខ្ចប់ឲ្យគាត់ស្អាតដើម្បីគាត់យកទៅឲ្យកូនស្រីគាត់មិនបាច់ធ្វើហើយខ្ញុំក៏បានប្រាប់បងរៀបចំដាក់កញ្ច្រែងយកទៅឲ្យគាត់ដាក់រួចឲ្យបងយកទៅលាងឲ្យចេះស្រ័យផងឲ្យគាត់យកទៅលាងដាក់ច្រែងយកទៅលាងទុកដាក់ឲ្យស្អាតសិនកុំឲ្យជឿជែកវាស្រក់ឡានរបស់គាត់គឺការងារប្រចាំថ្ងៃរបស់ខ្ញុំគឺអញ្ចឹងឯងពុកម៉ែបងប្អូនពេលណាដែលតកែក៏ត្រូវការបន្លែប្លុកទៅខ្ញុំក្រកព្រឹកឡើងក៏បេះឲ្យគាត់ពុកម៉ែបងប្អូនយើងនៅជាមួយគេយើងត្រូវតែចេះយកចិត្តទុកដាក់នឹងថៅកែរបស់យើងផងដែរអត់មានថាយើងមិននៅទៅតែគេប្រើបើយើងធ្វើចំពោះខ្ញុំអត់ទេពុកម៉ែបងប្អូនបើថាខ្ញុំដឹងថាតកែខ្ញុំក៏ត្រូវការអ្វីក្រោកព្រឹកឡើងអញ្ចឹងខ្ញុំរៀបចំរបស់របរទុកដាក់ឲ្យគាត់ស្រេចផងដែរដូចជាដំណាំដាំដុះគាត់មិនប្រាថ្នាគាត់អត់ដែលប្រាប់ខ្ញុំទេពុកម៉ែបងប្អូនខ្ញុំក៏បេះយកទៅទុកដាក់ឲ្យគាត់ដោយតែតកែខ្ញុំក៏ចូលចិត្តហូបអ្វីទៅខ្ញុំដាំស្នុទុកឲ្យគាត់ផងដែរចំពោះខ្ញុំហើយខ្ញុំក៏បានរៀបចំចេកហើយនឹងស្អំយកទៅឲ្យតកែស្រីនៅលើផ្ទះរបស់គាត់ផងដែរបងគាត់បានបើអំទូលឡើងទៅពុកម៉ែបងប្អូនខ្ញុំក៏ជិះពីក្រោយគឺអាកាសធាតុនៅទីនេះស្រស់ស្រាយមិនព្រៃក៏ច្រើនយំរំពងពេញណាពេញណៃផងដែរខ្ញុំក៏បានយកស្អំយកអីយកទៅទុកដាក់ក្នុងផ្ទះគាត់តែម្ដងនឹងរៀនបាយរបស់គាត់នេះរៀនបាយរបស់នាមដៃថៅកែរបស់ខ្ញុំពុកម៉ែបងប្អូនហើយនៅទីនេះគឺស្បាយពុកម៉ែបងប្អូនអាកាសធាតុក៏ល្អថៅកែក៏ចិត្តល្អផងដែរពុកម៉ែបងប្អូនហើយកូនស្រីរបស់គាត់ក៏បានដើមដល់ល្មមគឺបងប្អូនក្រុមគ្រួសារគាត់ចិត្តល្អណាស់ពុកម៉ែបងប្អូនចំពោះថៅកែរបស់ខ្ញុំហើយខ្ញុំក៏បានចុះមកដើម្បីរៀបចំទៅធ្វើការផងដែរពុកម៉ែបងប្អូនអរគុណពុកម៉ែបងប្អូនដែលបានមើលវីដេអូខ្ញុំដល់ចប់